បាទមានសួរបងប្អូនបាទនេះជាកស៊ូពូជអេរីត251ដែលខ្ញុំដាំកាលពីថ្ងៃទី27ខែ7 2019បាទហើយខ្ញុំកាត់ចុងវាពីរដងដើម្បីយកដីដាំដលងបាទហើយឥឡូវថ្ងៃនេះយើងបានជាកាលពីថ្ងៃ6ខែ6 2026ហើយម្ដងថ្ងៃនេះយើងជាបានជាង1ខែហើយបាទនេះបងប្អូននេះជ័រជាពេលល្ងាចបាទជ័រជាពេលល្ងាចបានប៉ុណ្ណឹងដើមណាកម្លាំងធំទៅបានជ័រក្រែបន្តិចទៅដើមណាតូចទៅជ័រតិចតាមហ្នឹងទៅអញ្ចឹងហើយរឿងពូជជាកត្តាទី1បាទការថែទាំផ្ដល់សារធាតុចិញ្ចឹមដល់ដីត្រឹមត្រូវវាជាកត្តាទី2ហើយពេលវេលានៃការជានិងអាកាសធាតុជាកត្តាទី3ហើយទៅនឹងទៀតនោះគឺការជ្រើសរើសកូនដែលមានគុណភាពបាទកាលណាយើងដាំដើមធំស្ទើរតែស្មើគ្នានោះនឹងបានទិន្នផលប្រហាក់ប្រហែលគ្នាយើងផ្សំគ្នាទៅក្នុងហិកតានឹងបានច្រើនហើយនេះបងប្អូនមើលដើមនេះបានជាប់ប៉ុណ្នេះហើយទើបតែជាបានប៉ុណ្ណេះទេបងប្អូនណាបាទទើបជាបានប៉ុណ្្នឹងទេហើយដើមនេះតូចយើងបានជាប់ប៉ុណ្នេះបាទហើយជាពេលល្ងាចជាពេលព្រឹកហើយជាពេលយប់នឹងមានបំរែបំរួលទិន្នផលជ័រខុសៗគ្នាបងប្អូនបាទនេះជាក់ស្ដែងដូចដើមនេះបងប្អូនឃើញទេអញ្ចឹងដើមនេះអត់អាចធប់ទាន់គេទេអញ្ចឹងហើយតាមរយៈបទពិសោធន៍ផ្ទាល់ក្នុងចំការនេះសម្រាប់បងប្អូនដែលដាំកៅស៊ូឆ្នាំបន្តត្រូវតែជ្រើសរើសកូនដែលមានគុណភាពបាទកូនមានគុណភាពដាំទៅវាធំបដិញគ្នាយើងបានជាទាំងអស់ដល់ពេលនេះបងប្អូននេះមានកាប់ចោលទេអត់អាចធំបានជាទេបាទអញ្ចឹងដើមតូចកាន់តែច្រើនផលសរុបកាន់តែតិចបាទអញ្ចឹងហើយភាពជោគជ័យនៅមានច្រើនកត្តាណាស់ដែលធ្វើឲ្យយើងបានទិន្នផលច្រើនបើមិនចឹងទេយើងយកកូនស្ដកូនអន់ឃើញកូនបន្លែធូរយកទៅដាំថ្ងៃក្រោយវេទនីហើយបាទវាអត់បានផលច្រើនអញ្ចឹងធ្វើអីក៏ដោយគឺគិតទៅរកគុណភាពបាទកាលណាយើងគិតទៅរកគុណភាពយើងបានផលទាំងអស់គ្នាបាទបានដើមប៉ុណ្ណឹងបងប្អូនណាកៅស៊ូនៅស្ទើរហើយដោយសារយើងត្រូវការថវិកាដើម្បីគ្រប់គ្រងគ្រួសារអញ្ចឹងយើងក៏ចាប់ដើមជីហើយដូចនេះដើមតូចបងប្អូនណានេះឃើញតូចនេះអត់ទាន់បានជាទេបាទនេះតូចបានតិច